សូមជូនរឿងមន្តស្នេហ៍កំឡោះជនបទកំឡោះម្នាក់នេះពិតជាសំណាងខ្លាំងណាស់ដោយសារតែសម្រស់របស់គេសង្ហាធ្វើឲ្យនារីម្នាក់ដែលជាកូនអ្នកមានបានលង់ស្នេហ៍កំឡោះជនបទដុកចិត្តមិនរួចឡើយតើរឿងនេះមានអត្ថន័យបែបណានោះសូមបងប្អូនទៅស្ដាប់ទាំងអស់គ្នានៅក្នុងខេត្តបាត់ដំបងមាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះករស្មីគឺនាងជាកូនស្រីតែមួយរបស់ម្ចាស់ហាងលក់រថយន្តធំហើយធំឡើងក្នុងគ្រួសារដែលសម្បូរទ្រព្យរស្មីមានអប់រំខ្ពស់និងជានារីដែលមនុស្សជាច្រើនស្រឡាញ់ដោយសារសាច់ញាតិសីលធម៌និងការស្រឡាញ់អ្នកក៏ថ្ងៃមួយខណៈដែលនាងបានទៅជួយធ្វើសកម្មភាពស្ម័គ្រប្រយោជន៍នៅភូមិក្រៅទីក្រុងនាងបានស្គាល់បុរសក្រីក្រម្នាក់ឈ្មោះធនគាត់ជាបុរសម្នាក់មានស្មារតីពលកម្មខ្ពស់ទោះបីជាអត់ការសិក្សាខ្ពស់ក៏ប៉ុន្តែគាត់មានបេះដូងសុទ្ធសាធហើយគាត់ជួយអ្នកជិតខាងជានិច្ចដោយមិនរើសថាគាត់ជាអ្នកមានឬអ្នកក៏នៅពេលណាស្មីនៅចិត្តធននាងមានអារម្មណ៍ថាជីវិតមានន័យបំផុតទោះបីជាឧបសគ្គជាច្រើនបានកើតឡើងដូចជាម្ដាយរបស់នាងមិនពេញចិត្តនិងមានអ្នកមានច្រើនចង់ស្នងស្នេហ៍នាងក៏នាងនៅតែសម្រេចចិត្តឈរនៅក្បែរធនមនុស្សជាច្រើនហួសចិត្តនឹងការជ្រើសរើសរបស់នាងប៉ុន្តែរស្មីបាននិយាយថាជីវិតមិនអាចស្តាមលុយនិងសម្បត្តិបានទេប៉ុន្តែវាស្តាមបេះដូងនិងអត្តសញ្ញាណនៃមនុស្សម្នាក់ទេជាយូរបន្តិចបន្ទាប់ពីការបដិញ្ញាស្នេហានិងគាំទ្រគ្នាទៅវិញទៅមកធនបានបន្តរៀនបច្ចេកទេសនិងធ្វើការខិតខំរហូតក្លាយជាអ្នកជំនាញផ្នែកជួសជុលឧបករណ៍អគ្គិសនីនរណាម្នាក់មិនគិតថាបុរសក្រីក្រម្នាក់នោះពេលមួយនឹងឈានដល់ជោគជ័យនិងមានគ្រួសារដ៏ស្រស់ស្អាតជាមួយនារីដ៏ល្អឥតខ្ចោះម្នាក់ដូចនារីក្រស្មីនេះឡើយពេលថ្ងៃរៀបការមកដល់មនុស្សជាច្រើនបានស្ទាក់ស្ទើរពេលឃើញកូនស្រីរបស់អ្នកមានធំមករៀបការជាមួយបុរសធម្មតាម្នាក់ប៉ុន្តែរបស់ដែលបំផុតគឺការស្រឡាញ់របស់ពួកគេពិតប្រាកដនិងស្មោះត្រង់នៅថ្ងៃនោះឪពុករបស់រស្មីបាននិយាយថាបុរសម្នាក់មិនអាចវាស់តម្លៃតាមលុយបានទេប៉ុន្តែវាស្ថិតនៅក្នុងសុចរិតភាពនិងការស្រឡាញ់ដែលគាត់ផ្ដល់ឲ្យកូនស្រីខ្ញុំបន្ទាប់ពីរៀនការយ៉ាងសាមញ្ញប៉ុន្តែពោពេញដោយក្តីស្រឡាញ់និងការអបអរសាទរពីមនុស្សជិតខាងរស្មីនិងធនបានចាប់ផ្ដើមជីវិតគ្រួសារយ៉ាងសាមញ្ញនៅតាមបែបស្រុកស្រែនាងបានបោះបង់ពីភាពប្រណិតនៃជីវិតក្នុងទីក្រុងដើម្បីស្នាក់នៅជាមួយបុរសដែលនាងស្រឡាញ់ពិតប្រាកដព្រឹករស្មីជួយធនប្រមូលបន្លែដាំនៅចំការខណៈដែលធនសាងសង់ផ្ទះបែបសាមញ្ញបែបកសិករពេលល្ងាចពួកគេអង្គុយទទួលទានបាយជាមួយគ្នាជាមួយនឹងស្នេហាភ្លឺថ្លាដែលគ្មានការស្ទាក់ស្ទើរឡើយអ្នកក្នុងភូមិគ្រប់គ្នាគោរពនិងសរសើរខ្លាំងចំពោះរូបគំនិតដ៏ល្អនៃពួកគេបន្ទាប់ពីមួយឆ្នាំក្មេងស្រីម្នាក់បានកើតជាសាច់ញាតិរបស់ពួកគេដាក់ឈ្មោះថាកសុភិច័ន្ទក៏ដែលមានន័យថាពន្លឺនៃសុភមង្គលក្រស្មីនិយាយថាក្មេងស្រីនេះជាផ្នែកមួយនៃការស្រឡាញ់ដ៏ត្រឹមត្រូវរបស់ពួកយើងឯធនក៏ក្លាយជាប្រពៃណីជាអ្នកបង្រៀនក្មេងក្នុងភូមិអំពីជំនាញអាជីពដូចជាជួសជុលគ្រឿងអគ្គិសនីនិងវិទ្យាសាស្ត្រពេលវេលាដ៏ស្រស់ស្អាតបានបន្តរហូតមកទល់ថ្ងៃមួយដែលពួកគេឈរនៅក្រោមព្រះអាទិត្យរះព្រឹកនិងមើលមនុស្សតូចរត់លេងនៅសួនផ្ទះស្នេហាដែលផ្អែកលើការយល់ចិត្តស្មោះត្រង់និងការសុភាពរបស់គ្នាទៅវិញទៅមកបានធ្វើឲ្យគ្រួសារនេះមានសុភមង្គលនិងក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សជុំវិញឪពុកម្ដាយរបស់រស្មីក៏បានស្រឡាញ់ធនដោយពេញចិត្តនិងស្រួលចិត្តជាខ្លាំងសូមរងចាំភាគបន្តសូមអរគុណ